នេះក៏មិនមែនជាឈុតឆាកបែបបុរាណដែលប្តីចាប់បានប្រពន្ធលួចលាក់មានសហាយស្មន់ទេហើយបន្តមកប្តីក៏បានតាមតាន់ប្រពន្ធហើយសម្ដីមុននេះតើបរិមម្នាក់នេះក៏លើកដែរទេអត់ទេការភូតកុហកខ្លាចជាការពិតហើយខ្ញុំប្រហែលត្រូវប្តីប្រាអំពើហិង្សាក្នុងគ្រួសារហើយកុំអីខ្ញុំដឹងខុសហើយឲ្យលើកខ្ញុំមកវិញលោកលបងមនុស្សស្រីដែលមានប្តីហើយនេះជាចរិតថោកទាបរបស់លោកក្នុងសាច់រឿងមានការប្រែប្រួលហើយកូនកណ្ដាលតើរបស់ខ្ញុំកំពុងតែដំណើរការហើយនេះជាការអង្គុយដែលមានលំនឹងនិងល្អជាងជិះឡានប៉ុណ្ណឹងទៅទៀតទៅផ្ទះវិញលោកដាក់ខ្ញុំចាស់ទៅខ្ញុំកំពុងសម្ដែងសហការតែទៅឯងជាមនុស្សវិកលចរិតឯងជាបរិបទប្រាអំពើហិង្សាក្នុងគ្រួសារជាប្រដកាយសាហាវកុំភ្លេចទាត់វាខ្ញុំផងឲ្យលើកខ្ញុំមកវិញលោកខ្ញុំគិតថាលោកដឹងពីចរិតខ្ញុំហើយបើលោកនៅតាមប្រពន្ធខ្ញុំទៀតខ្ញុំនឹងឲ្យមនុស្សមកចាត់ការលោកហើយលោកមកយ៉ានលោកកំតាំតែអីមិនដូច្នេះខ្ញុំនឹងស្លាប់សូមជួយខ្ញុំផងកុំទុកខ្ញុំចោលអីការសម្ដែងរបស់នាងល្អណាស់មើលទៅខ្ញុំគួរតែឲ្យរង្វាន់នាងហើយមែនទេមិនមែនទេខ្ញុំសម្ដែងបែបនេះមុននេះគឺដើម្បីយកលុយពីគេទេឃើញទេនេះឃើញទេនាងគិតថាខ្ញុំគ្មានលុយមែនទេទើបបានជានាងត្រូវប្រើកម្លាំងទៅយកលុយពីគេបែបនេះសំឡេងនេះស្ដាប់ទៅហាក់ដូចជាតាំងទ្រូងខ្លាំងណាស់លោកប្តីការនេះមានលុយអត់ដែនកំណត់ទេចាយតាមចិត្តចុះព្រោះកូននាងជាកូនរបស់ខ្ញុំដែរតែហាមចំណាយលើប្រុសផ្សេងអសន្នវេទហេតុដែលប្តីរបស់ខ្ញុំប្រច័នវារៀនចម្លាញ់តិចមែនក៏ប៉ុន្តែនៅតែស្រឡាញ់ប្តីខ្ញុំជាងគេយើងឯងទៅស៊ើបពីក្រុមហ៊ុនលូមួយយ៉ាងមានតម្រុយអ្វីខ្លះហើយគេរៀបចំអាជីវកម្មរបស់ពុំផ្សាយជាចម្បងប៉ុន្តែអាជីវកម្មនេះបច្ចុប្បន្នស្ថិតនៅលើខ្នាតពិភពលោកការរីកចម្រើនរបស់គេគឺយឺតយ៉ាវខ្លាំងណាស់ចាប់ពីពេលនេះតទៅគ្រប់សាខាទាំងអស់របស់ជាយ៉ាវគ្រប់ត្រូវចូលទៅកាន់អាជីវកម្មរបស់ពុំផ្សាយយ៉ាងពេញទំហឹងរយៈពេល1ខែត្រូវគ្រប់គ្រងអាជីវកម្មនេះឲ្យបានប៉ុន្តែលូយ៉ាវគ្រប់នឹងខាត់បងខ្លាំងណាស់ទោះជាយ៉ាងណាលូយ៉ានអាជីវកម្មនេះគឺជាជីវិតរបស់គេនឹងរងការវិបត្តិធ្ងន់ធ្ងរដល់ពេលនោះគេគ្មានលទ្ធភាពលបងប្រពន្ធលោកប្រធានទៀតទេលោកឈីវិធីនេះពិតជាអស្ចារ្យណាស់សុំទោសខ្ញុំនិយាយច្រើនពេកហើយទៅធ្វើទៅបើសិនជាជោគជ័យនោះប្រាក់ខែឯងឡើងទ្វេដងបានលោកប្រធានត្រូវហើយរឿងប្រពន្ធគឺជាអត្តភាពទី1របស់លោកប្រធានឈីកូនប្រសាររបស់ខ្ញុំនៅឯណាមិនបានជានេះមិនទាន់ចុះមកញ៉ាំបាយទៀនតាំងពីលោកស្រីត្រឡប់មកវិញគាត់មិនបាននិយាយអ្វីច្រើនទេហើយក៏រត់ឡើងទៅលើបន្ទប់បាត់ទៅឯងធ្វើមុខកញ្ញើដាក់នាងទៀតហើយណាក៏ដឹងថានាងបង្កបញ្ហាដែរទទួលបានលុយ2ដងហើយអារម្មណ៍ល្អណាស់ម៉ូដសម្លៀកបំពាក់ក៏ត្រូវបានខុសប្លែកពីមុនទាំងស្រុងដែរហើយទោះបីជាកូនប្រសារយើងមានចរិតមិនល្អបន្តិចមែនប៉ុន្តែនាងក៏មានរូបសម្រស់ស្រស់ស្អាតនិងមានភាពស្រស់ស្អាតដែរណាមនុស្សស្រីកាន់តែពុលដូចអូនអញ្ចឹងចាំមិនហើយប្រពន្ធរបស់ឯងស្អាតអន់មើលទៅធម្មតានេះឯងបានឆ្លោះជាមួយជើជៀនទៀតហើយមិនមែនបាននេះទេយើងគ្រប់គ្រងគ្រួសារនេះច្រើនឆ្នាំហើយទម្រាំបានចៅព្រោះម្នាក់ឯងមិនត្រូវធ្វើតាមចិត្តឯងនោះទេណាជើជៀនពេលនេះកំពុងតែមានផ្ទៃពោះនាងមានចរិតមិនល្អគឺរឿងធម្មតាទេឯងកុំធ្វើឲ្យនាងសោកសៅចិត្តឲ្យសោះយើងគិតថាខ្ញុំគិតថាអ្នកទាំងពីរមានជំងឺគិតច្រើនហើយខ្ញុំមានការងារត្រូវធ្វើអេទោះបីជាមានការអ្វីក៏ត្រូវញ៉ាំបាយជាមួយជើជៀនសិនកូនប្រសាឆាប់មកអ្នកម៉ាស្អាតណាស់ម៉ាក់បានឲ្យមេចុងភៅចំអិនជើងជ្រូកដែលឯងចូលចិត្តញ៉ាំហើយណាមកដល់ហើយ
ជើងជ្រូកនេះស្ងោរមានទឹកអីត្រីសមុទ្រចំហុយខ្ញុំមានផ្ទៃពោះហាខ្ញុំញ៉ាំតែរបស់សាបៗបែបនេះអ្នកទាំងអស់គ្នាកំពុងព្យាយាមបង្អត់អាហារខ្ញុំឲ្យមែនទេខ្ញុំកំពុងតែនិយាយជាមួយអ្នកទាំងអស់គ្នាបានហើយថ្ងៃនេះបើខ្ញុំមិនបានញ៉ាំបាយទេទាំងអស់គ្នាក៏មិនបាច់ហូបដែរថ្ងៃនេះបើខ្ញុំមិនបានញ៉ាំបាយទេអ្នកទាំងអស់គ្នាក៏មិនបាច់ញ៉ាំដែរជើងជ្រូកនេះត្រូវប្រើដៃហិចស៊ីតើវាមានរសជាតិឆ្ងាញ់តែពិតមែនទេឆ្ងាញ់ខ្លាំងណាស់រសជាតិជើងជ្រូកនេះសម្បូរទៅដោយវីតាមីនជីវិតនិងចិនសិនទៅទៀតឆ្ងាញ់ខ្លាំងណាស់អ្នកមីងវ៉ាន់នេះគឺជាចំណេញដែលបន្សល់ទុកពីដូនតាមែនទេវាមិនជាពេលទេបើខ្ញុំជាអ្នកមីងធ្វើជាម្ដាយហើយចាមិនចាប់បាច់ទេលោកស្រីខ្ញុំមិនហ៊ានឡើយញ៉ាំជឿនមិនបាច់ប្រញាប់ទេណាសិតតែជារបស់កូនទាំងអស់មើលកុំញ៉ាំអរគុណណាស់អ្នកម៉ាក់អើយកូនផឹកទឹកសិនទៅណាអរគុណលោកប៉ាកូនប្រសាររបស់ពួកយើងមើលទៅខុសប្លែកពីមុនមកពីជើងជ្រូកមានរសជាតិឆ្ងាញ់ទើបកូនយើងសប្បាយចិត្តបែបនេះប៉ាម៉ាក់ចាម៉ែមកឆាននៅទីនេះវិញឆាំញ៉ាំទាំងអស់គ្នាទៅអូត្រូវហើយត្រូវហើយនេះម៉ាក់ញ៉ាំដែរទេលោកប៉ាចាំឡើងទៅលើហើយឆាប់សិនអង្គុយចុះមកអង្គុយចុះតើបងពិបាកញ៉ាំជើងជ្រូកនេះមែនទេតែមិនចង់ញ៉ាំចាំអូនបង្រៀនបងចាស់ត្រូវតែហែកស្បែកជ្រូកនេះមួយដុំសិនរួចចាក់ទឹកសម្លដ៏ឈ្ងុយឆ្ងាញ់មួយស្លាបព្រាបាយនេះចូលបាយបងសាក់ញ៉ាំទៅផ្សំគ្រឿងរួចរាល់ហើយញ៉ាំកុំឲ្យលឺសំឡេងអ្វីទាំងអស់មកហាមាត់ចាំមិនដែរឃើញទេអូនមិនបានកុហកនឹងផលផ្លែពីខ្ញុំមែនទេនឹងខ្វល់ខ្វាយពីខ្ញុំមែនទេសាច់ដើមដៃដែលធំសម្បើមបែបនេះបើខ្ញុំឃ្លានបើខ្ញុំក៏តែសុំគេស្ទាបដែរទេផ្លូវនៃបុគ្គលិកលក្ខណៈបេសាចបានប្រសើរឡើងនៅសប្តាហ៍នេះហើយមើលទៅខាងឆ្វេងមានកាត់មាសខ្មែរជាច្រើនដែលម្ដាយក្មេកនឹងប្តីឲ្យមើលទៅខាងស្ដាំមានអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកមីងវាងចំអិនប្រសិនបើសុភមង្គលនេះមានសម្លេងខ្ញុំនឹងប្រគំតន្ត្រីឲ្យព្រោះជាមិនខានគឺលេងភ្លេងបែបនេះកូនកាត់អីហ្នឹងកូនចង់ដល់ទៅអ្នកម៉ាក់កុំឲ្យភ្លិតភ្លើនបែបនេះមែនទេតែកូនតតអ្នកម៉ាក់បែបនេះខ្ញុំត្រូវតែរៀបចំផែនការមួយដើម្បីរំលឹកខ្លួនឯងថាមុនពេលជោគជ័យទាំងស្រុងកុំឲ្យមានអារម្មណ៍ពេញចិត្តពេកផែនការរស់រានមានជីវិតទី1មិនវាយប្តីទី2មិនធ្វើបាបឪពុកម្ដាយក្មេកនិងទី3ធ្វើជាមនុស្សល្អនិងស្រស់ស្អាតរងចាំខ្លាចជាសេដ្ឋីនីតូចរបស់ឪពុកម្ដាយក្មេកនិងប្តីជំហានដំបូងខ្ញុំនឹងបង្កើតបុគ្គលិកលក្ខណៈជាមនុស្សស្មោះត្រង់ចាប់ផ្ដើមពីការធ្វើម្ហូបមួយពេលអាហារពេលល្ងាចដែលឈ្ងុយឆ្ងាញ់បំផុតមិនចាំបាច់ភ្ញាក់ផ្អើលទេទាំងអស់នេះគឺខ្ញុំជាអ្នកធ្វើមិនក៏កូនប្រសាធ្វើម្ហូបដោយខ្លួនឯងស្លាប់ហើយនឹងរៀបចំមកពលពួកយើងហើយពួកយើងធ្វើខុសអីទៀតហើយមែនទេយោងតាមសេចក្តីរាយការណ៍ក្រុមហ៊ុនចៅគ្រប់បានចំណាយលុយ$90,000,000,000ក្នុងវិស័យបោះពុម្ព
ខ្លាចជាអ្នកនាំមុខនៅក្នុងឧស្សាហកម្មនេះក្រុមហ៊ុនម៉ូយ៉ាងរងការវាយប្រហារធ្ងន់ធ្ងរតាមពិតជារឿងបែបនេះសោះគួរចាប់អារម្មណ៍មែន មានរឿងអីមែនទេអ្នកម៉ាក់លោកប៉ាបើអ្នកទាំងអស់គ្នាមិនញ៉ាំទេស្មានមិនទុកមុខឲ្យខ្ញុំឡើយ គឺថាបែបនេះកូនប្រសាអាហារនៅកន្លែងធ្វើការរបស់អ្នកម៉ាក់ថ្ងៃនេះឆ្ងាញ់ពេកគឺម៉ាក់ញ៉ាំច្រើនណាស់ពេលនេះតឹងពោះមិនអាចញ៉ាំកើតទៀតទេ អូមែនហើយម៉ាក់របស់ឯងហើមពោះគឺកើតឡើងយូរហើយ អញ្ចឹងលោកប៉ាញ៉ាំទៅ ពេលនេះគឺប៉ាកំពុងតែតមអាហារបានហើយជាយិនមិនមែនថាខ្ញុំកាត់ផ្ដាច់ផ្លូវរបស់លូមួយយ៉ាងទេទើបបានជានឹងចង់ជួយគេបែបនេះនឹងចង់សងសឹកធ្វើបាបខ្ញុំតែម្នាក់ទៅកុំធ្វើបាបប៉ាម៉ាក់ខ្ញុំអីពួកគាត់មិនដឹងរឿងនោះទេ មិនមែនទេតើលោកឃើញត្រង់ណាថាខ្ញុំធ្វើបែបនេះដោយសារតែរឿងនេះម្យ៉ាងទៀតលោកបានស្រែកដាក់ខ្ញុំ ខ្ញុំមិនបានមានន័យបែបនេះទេ អញ្ចឹងលោកមានន័យយ៉ាងម៉េចទៅ ន័យរបស់ខ្ញុំគឺខ្ញុំមានន័យថានាងដើម្បីរឿងនេះសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីម៉ូយ៉ាងឲ្យគេរួចផុតគ្រោះនេះវាមិនសមទេ អើយជាណាអាលៀងនេះចរិតរបស់គេគឺអាក្រក់បែបនេះណាកូនកុំទៅយកចិត្តទុកដាក់នឹងគេអី អូត្រូវហើយបើគេមិនញ៉ាំទេទុកឲ្យប៉ានិងម៉ាក់ជាអ្នកញ៉ាំពួកយើងញ៉ាំវាអស់ មើលតែរឿងខ្លះដូចជាត្រូវប្រាជាខុសហើយខ្ញុំត្រូវតែប្រាប់មនុស្សល្ងងនេះដល់ពេលដែលត្រូវប្រាប់ហេតុផលទៅមនុស្សល្ងងនេះហើយបាច់ធ្វើភ្លាម